បាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះរៃហាយូម៉ាជាសិស្សនិស្សិតនៅក្រុម AU54 ថ្ងៃនេះខ្ញុំបានធ្វើវីដេអូ record តាក់ទងទៅនឹងការset up និង install web server នៅក្នុង Linux Ubuntu អញ្ចឹងរបៀប install វារបៀបធ្វើវាជាដំបូងគឺខ្ញុំត្រូវវាយ command sudo apt update ដោយសារតែ command មុននេះខ្ញុំបាន update ទៅហើយចឹងខ្ញុំមកចាប់ឲ្យ update ទៀតទេខ្ញុំវាយ command install Apache ដើម្បីអាច set up web បានអញ្ចឹងខ្ញុំវាយ sudo install Apache Apache tool នេះខ្ញុំសូមបញ្ជាក់ប្រាប់ខ្ញុំតឡើងហេតុហើយអញ្ចឹងខ្ញុំអត់ចាំបាច់តឡើងទីអញ្ចឹងអ្វីដែលខ្ញុំត្រូវធ្វើបន្តខ្ញុំសូមคลิกcommand ដែលខ្ញុំវាយខ្ញុំបញ្ជាក់ប្រាប់លោកគ្រូថា command ទាំងអស់ហ្នឹងគឺយើងវាយដើម្បី install Apache tool ហ្នឹងឯងព្រោះ Apache tool ហ្នឹងវាគឺជា service បាទអញ្ចឹងខ្ញុំសូមលុបវាចោលវិញហើយខ្ញុំវាយពាក្យថា hostname .i ខ្ញុំ enter ហើយបន្តមកទៀតខ្ញុំសាកយក IP address ក្នុង Linux របស់ខ្ញុំនេះយកមកផាសនៅក្នុងweb server នៅក្នុង browser អញ្ចឹងខ្ញុំចូល browser ខ្ញុំសូមបើកមួយខ្ញុំវាយ IP ចូលហើយទៅ2.8.19វានឹងដាក់ថា Apache 2 default page បាទអញ្ចឹងបន្តមកទៀតខ្ញុំសូមបន្តវាយ command sudo ufw starter ដើម្បី check មើល starter របស់វាអញ្ចឹង starter របស់វាគឺលោតថា active ហើយនៅក្នុងនេះគឺមានចំនួន port ដែល port 80នេះគឺវា allow សម្រាប់ web ជាងគេដាក់ថា allow anywhere បាទក្នុង port ហ្នឹងគឺខ្ញុំបាន add ចូលហើយគឺ add សម្រាប់ port 80 port 22អញ្ចឹងខ្ញុំសូមយកតែ port 80សិនដោយសារតែ port 22តទៅមុខទៀតចាំខ្ញុំបញ្យល់លោកគ្រូដោយសារតែ port 80នេះគឺយើង allow port ចូលទៅកាន់ web browser អញ្ចឹងអ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់ខ្ញុំត្រូវបាទបន្ទាប់ពីយើង allow port 80ហើយខ្ញុំសូមចូលទៅកាន់ទីតាំង directory បានថាវាបង្កើតទីតាំង directory មួយឲ្យយើងស្រាប់ហើយគឺទីតាំង directory នោះគឺយើងទៅវាយ cd /var/www/html ហើយយើង enter មកយើងចូលមកកាន់ directory មួយហ្នឹងបន្ទាប់ពីចូលមកកាន់ directory មួយហ្នឹងហើយខ្ញុំសូមបង្កើតនៅ file មួយកន្លែងនេះខ្ញុំសូមបង្កើត folder មួយនៅក្នុង directory HTML មួយហ្នឹងតែនៅក្នុង folder មួយហ្នឹងខ្ញុំសូមបង្កើតជា template មួយខ្ញុំ copy template គេយកក្នុង folder ហ្នឹងហើយខ្ញុំនឹង run វានៅលើ web browser អញ្ចឹងជំហានដំបូងដែលខ្ញុំអាចធ្វើវាបានខ្ញុំត្រូវបង្កើត folder មួយអញ្ចឹងខ្ញុំសូមបង្កើត folder មួយឈ្មោះថា AU54 web ខ្ញុំដាក់ test បាទ web test អញ្ចឹងខ្ញុំ enter អូដោយសារតែខ្ញុំវាយ command កើតខុសអញ្ចឹងកន្លែងនេះខ្ញុំត្រូវវាយខ្ញុំសរសេរ mkdir sudo ខ្ញុំផ្លេចវាយ sudo mkdir sudo AU54
web test ខ្ញុំ enter មកខ្ញុំអត់ឲ្យមើលបាទអត់ឲ្យមើលនៅក្នុង directory HTML ហ្នឹងគឺឃើញថាវាមាន create file index.html au54.html ហើយនឹង au54 web អញ្ចឹងដោយសារតែ file ទាំងអស់ហ្នឹងខ្ញុំបានតែពីមុនមកទៅបានវាមាននៅក្នុងហ្នឹងអញ្ចឹងយើងមិនខ្វល់ពី file ឡើង3ទេឥឡូវនេះ file ដែលយើងត្រូវធ្វើគឺ file au54 web test អញ្ចឹងនៅក្នុង file au54 web test ហ្នឹងគឺខ្ញុំត្រូវការទៅ copy យកនៅ template ពី website បើយកក្នុង file ហ្នឹងហើយខ្ញុំនឹងremote file ហ្នឹងពី window ខាងក្រៅចូលមកកាន់ Linux Ubuntu អញ្ចឹងដើម្បីអាចធ្វើបែបហ្នឹងបានខ្ញុំត្រូវតែ assign permission ឲ្យវាដំបូងសិនអញ្ចឹងជាដំបូងខ្ញុំត្រូវ assign permission ឲ្យវាជា owner សិនបើថាឲ្យ file ហ្នឹងវាជា owner អញ្ចឹងដំបូងហើយខ្ញុំវាយls.l មើលសិនបាទឃើញថាវានៅជា user root ឡើយអញ្ចឹងខ្ញុំចង់ឲ្យវាជា user Yuma Ubuntu អញ្ចឹងដើម្បីឲ្យធ្វើបានខ្ញុំត្រូវវាយ command sudo check on and then ខ្ញុំដាក់ឈ្មោះ user របស់ខ្ញុំ Yuma Ubuntu ចុះពី Yuma Ubuntu បាទដល់ហើយខ្ញុំដាក់ខ្ញុំវាយមក folder au54 web test ខ្ញុំមើល slash មកខ្ញុំ enter មកខ្ញុំវាយ ls ដល់ l វាយ check មើល user អញ្ចឹងឃើញថាfolder au54 web test នេះគឺមានគឺវាជា user ហ្នឹង user root ហ្នឹងuser ហ្នឹងគឺជា user ឈ្មោះរបស់ខ្ញុំមិនមែនជា user root ទេអញ្ចឹងពេលបន្ទាប់ដែលខ្ញុំត្រូវធ្វើខ្ញុំត្រូវទៅdownload យក template ណាមួយដើម្បីមកនេះដើម្បីមកដាក់នៅក្នុង web browser នេះអញ្ចឹងខ្ញុំសូមចូលមកកាន់ free template website បន្ទាប់មកខ្ញុំសូមចេញសិនខ្ញុំសូមរើស template ណាដែលខ្ញុំស្រឡាញ់ចង់បានអញ្ចឹងខ្ញុំសូមអូសរកមកសិនអញ្ចឹងឧទាហរណ៍ថាខ្ញុំយកមួយនេះអញ្ចឹងខ្ញុំចុចលើវាបន្ទាប់មក scroll ចុះទៅក្រោមហើយខ្ញុំស្វែងរកពាក្យថា download បាទអញ្ចឹងវាទៅការពេលបន្តិចបាទអញ្ចឹងខ្ញុំបាន download បានពេលខ្ញុំចូល directory របស់វាហើយខ្ញុំ copy វាខ្ញុំ copy ដាក់ក្នុង desktop ហើយនៅក្នុង desktop នេះខ្ញុំបង្កើត folder មួយដាក់ឈ្មោះថាខ្ញុំបង្កើត folder មួយសិនដាក់ឈ្មោះថា su54 web test បាទ au54 web test បាទ au54 web test អញ្ចឹងខ្ញុំកើត folder នឹងមួយខ្ញុំចូលក្នុង folder ហ្នឹងខ្ញុំសុំ path វាចូលបន្ទាប់ពី path ចូលហើយខ្ញុំសុំ extract វាសិនដើម្បីយើង extract យកជា folder បន្ទាប់ពី extract ហើយខ្ញុំសុំលុប file zip នេះចោលខ្ញុំ delete បន្តមកទៀតអ្វីដែលខ្ញុំត្រូវធ្វើគឺខ្ញុំចូលមកកាន់ git bash ខ្ញុំកាន់ git bash ខ្ញុំវាយ command ថា scp.or scp.or ហ្នឹង command ហ្នឹងគឺមានន័យថាយើង remote ន័យថាយើង connect វាន័យថាយើង connect អា file នៅក្នុងបែរថា connect resource នៅក្នុង folder au54 web test ហ្នឹង resource នៅក្នុង folder ហ្នឹងចូលមកកាន់ folder au54 web test នៅក្នុង Linux Ubuntu របស់យើងហ្នឹងអញ្ចឹងខ្ញុំវាយ scp.or ពី.clear សញ្ញាទឹក log ហើយ slash desktop slash au54 slash web au54 au54 web test ឈ្មោះ
test បាទយើងវាយឈ្មោះ folder ហ្នឹងហើយបន្ទាប់មកខ្ញុំ slash មួយទៀតដាក់សញ្ញាផ្កាយបន្ទាប់មកខ្ញុំវាយឈ្មោះ user របស់ខ្ញុំ Yuma Ubuntu ហើយ add IP address 192.168.1.19 បាទ 1.19 បន្ទាប់មកខ្ញុំវាយចុច2 slash directory ដែលយើងត្រូវបញ្ជូនវាទៅវា w 3 ដង html ហើយនឹង folder web របស់យើងហ្នឹង web tab របស់យើងបាញ់មិញហ្នឹងបាទ web test អញ្ចឹងបាន web test ហើយបាទសារ folder ហ្នឹងបន្ទាប់មកខ្ញុំចុច enter ខ្ញុំ enter គឺវាតម្រូវឲ្យខ្ញុំវាយ password user យូរបន្ទុកមួយហ្នឹង user យូរបន្ទុករបស់ខ្ញុំអញ្ចឹង password ចុច enter ទៅវាចាប់ផ្ដើម send file ទាំងអស់ហ្នឹងចូលមកកាន់ folder គឺឃើញថាវា send success អញ្ចឹងដើម្បីឲ្យបញ្ជាក់ថាពិតជាវា send resource ហ្នឹងទៅពិតប្រាកដមែនយើងចូលមកកាន់ Linux យើងវិញខ្ញុំវាយ comment ថាcd su 54 web test enter ហើយ ls enter គឺថា resource ទាំងអស់នេះគឺវាចាប់បានហើយអញ្ចឹងកន្លែងនេះខ្ញុំចូលមកកាន់ web browser វិញហើយខ្ញុំមកបាទក្នុងកន្លែងនេះខ្ញុំថែម slash ហើយដាក់ឈ្មោះ folder របស់ខ្ញុំឈ្មោះថា su54 web test ខ្ញុំ enter អញ្ចឹងមាន directory វាខ្ញុំចុចនេះមកគឺបាន template ដែលខ្ញុំបាន download មកហ្នឹងអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងខ្ញុំបាទសូមអរគុណលោកគ្រូដែលបានទស្សនាពីដើមដល់ចប់សូមអរគុណនិងជំរាបលាលោកគ្រូ